Yo, so today na akneខ្ញុំបាទហាសមីថ្ងៃហ្នឹងអេមានបន្តទៅរឿង Academy Chinese Sportsman របស់យើងខ្ញុំបន្តទៀតឡើយមានយន្តការទៀតចូលទៅរបស់យើងតាមម្ដងទៅបន្ទាប់ពីអារ្យានេះបានលើរ៉ូណានទូចមកបែកថ្នាំខ្លាំងពេកអារ្យានេះក៏បានតែរ៉ូណានមកកភ្លៀងតែម្ដងបន្ទាប់ពីរ៉ូណានគាត់បានទីមកកភ្លៀងរបស់អារ្យាហើយរ៉ូណានក៏បានកត់ក្នុងចិត្តតែម្ដងថាម្នាក់នេះហើយគឺជាអ្នកដែលគាត់បានធ្លាប់ស្គាល់ហើយពេលនោះអារ្យានេះក៏ដាក់រ៉ូណានមកកភ្លៀងទៀតហើយក៏តែពេលនោះរ៉ូណានក៏លែងអ្វីហើយរ៉ូណានក៏បានដាក់អារ្យានឹងមកដៃកណ្ដាលក្បាលតែម្ដងហើយពេលនោះអារ្យានេះមិនឲ្យចាញ់ចិត្តរបស់ប្រូរ៉ូណានទេអារ្យានេះក៏បានទៅបុកឆ្ការបស់រ៉ូណាននឹងល្បែកទៅមកខ្ចាយតែម្ដងហើយពេលនោះពួកគាត់ក៏បានជ្រុកគ្នាដុំនឹងបែកថ្នាំអញ្ចឹងបានអាចឆែនដួលអនមកអន្តរាគុំទេកុំបីពីរនាក់នឹងវាយគ្នាម្ដងដល់ពេលណាទេបញ្ចប់បន្ទាប់ពីនោះពួកគាត់ក៏បាននាំគ្នានិយាយចែកគ្នាតាក់ទងពីការប្រឡូចូលរៀងក្នុងបណ្ឌិតស្វា2លានហើយយើងក៏បានឃើញថាលើតុហ្នឹងគឺមានដើម3ដើមជាមួយរបងវិតមុននៃទីខ្យល់មួយហើយពេលអារ្យានេះក៏បាននិយាយពីការរ៉ូណានថាការប្រឡងជួយតែចូលក្នុងបណ្ឌិតស្វា2លានគឺវាមាន2ដែលការប្រឡងទី1ហ្នឹងគឺវាប្រឡងតាក់ទងជាមួយនឹងទ្រឹស្ដីនិងការសេហើយមួយទៀតហ្នឹងគឺជាការប្រឡងតាក់ទងពីបទពិសោធន៍ជាក់ស្ដែងតែម្ដងហើយក្នុងចំណោមការប្រឡងទាំងពីរហ្នឹងការប្រឡងជាក់ស្ដែងគឺវាពិបាកជាងគេបន្ទាប់ពីអារ្យានេះក៏បាននិយាយពីការប្រូរ៉ូណានហើយអារ្យានេះក៏បានហៅប្រូរ៉ូណានហ្នឹងដើម្បីទៅកាប់គ្នាលេងបន្តិចហើយពេលនោះគេក៏បានប្រើយើងបានដឹងថាម៉ាណាវាជាឬគោលនៃអំណាចហើយមានតែអ្នកដែលមើលឃើញនឹងមានអារម្មណ៍ពីម៉ាណាទេទៅពួកគេក៏អាចប្រើប្រាស់នៅម៉ាណាបានបន្ទាប់ពីនោះយើងក៏បានឃើញថាអារ្យានិងរ៉ូណានហ្នឹងកំពុងតែប្រឈមមុខដាក់គ្នាហើយពេលនោះអារ្យានេះមិនចង់អងពេលយូរទេអារ្យានេះក៏បានស្ទួងលឿនដល់ប្រើរបឿនដ៏លឿនរបស់នាងស្ទុះវាបហាទៅកាន់រ៉ូណានតែម្ដងបន្ទាប់ពីរ៉ូណានក៏បានឃើញរបឿនដ៏លឿនរបស់អារ្យាបែបនេះក៏បានធ្វើគាត់គ្រីបញាប់ផងដែរក៏តែរ៉ូណានគាត់អាចប្លុកនៃការវាបហាមួយនេះបានហើយពេលនោះរ៉ូណានក៏បានគវាអារ្យាឲ្យជិះឆ្ងាយពីគាត់ហើយពេលនោះរ៉ូណានក៏បានប្រើទម្រង់នៃការកាប់របស់គាត់កាប់កាន់អារ្យាតែម្ដងអារ្យានេះគិតទាន់ទេកុំអីបើត្រូវវិញនៅតែដាច់ពីតែម្ដងបន្ទាប់ពីពួកគាត់ក៏បានផ្លាស់ប្ដូរទឹកដៃគ្នាហើយអារ្យានេះក៏បាននិយាយសារទៅកាន់ប្រូរ៉ូណានផងដែរហើយរ៉ូណានក៏អញ្ចឹងដែរក៏និយាយសារទៅកាន់អារ្យាផងដែរបន្ទាប់បាននិយាយគ្នារួចរ៉ូណានក៏បានសុំដើម្បីត្រឡប់ទៅវិញសិននៅពេលនោះអារ្យានេះក៏បាននិយាយថាចូលកាប់គ្នាមិនទាន់ចប់ផងចង់ទៅណាតែនៅពេលនោះរ៉ូណានក៏និយាយច្រើនគេក៏គាត់រាប់ពី1រហូតដល់4ពេលនោះដែររបស់អារ្យានឹងក៏បានបាក់តែម្ដងបន្ទាប់ពីអារ្យាយើងក៏បានឃើញចឹងក៏បានធ្វើនឹងរឿងភ្នាក់ផ្អើលផងដែរដោយសារតែនាងក៏មិនដឹងទេថាហេតុអ្វីមកចដារបស់នេះក៏បានបាក់បែបនេះហើយអារ្យានេះក៏បានឆ្លងផងដែរថាពួកគេគឺជាអ្នកណាចូលមកដល់ថ្ងៃថ្មីយើងក៏បានឃើញថាអារ្យានេះក៏បានរៀបចំអវ៉ាន់ដែលរ៉ូណានក៏ចង់បាននឹងគឺមកចប់តែម្ដងបន្ទាប់ពីរ៉ូណានក៏ឃើញថាអាចារ្យអារ្យាដូចប្លែកខាងពេករ៉ូណានក៏បានគម្រាមទៅកាន់អារ្យាតែម្ដងថាបើសិនអ្នកមានកម្រងអ្វីហ្នឹងគាត់នឹងស្លាប់ចោលតែម្ដងក៏តែអារ្យានេះក៏បាននិយាយប្រាប់ថានឹងគ្មានកម្រងអីទេនឹងចង់ជួយតែបន្តបន្ទាប់ពីនោះអារ្យានេះក៏បានលាពួកគាត់ដើម្បីចាក់ចេញពីទីនេះហើយនឹងក៏បាននិយាយផងដែរថាពួកយើងក៏អាចជួបគ្នាម្ដងទៀតផងដែរបន្ទាប់ពីអារ្យាគ្នាបានចាក់ចិត្តបាត់រ៉ូណានក៏មិនចង់នៅខាតពេលវេលាច្រើនទេរ៉ូណានក៏ចង់ត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញដើម្បីវឹកហាត់និងលូតដំខ្លួនឯងហើយដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងនៅថ្ងៃខាងមុខផងដែរកម្មការផ្ទះរបស់រ៉ូណានប្រហែលថ្ងៃហ្នឹងយើងក៏បានឃើញថារ៉ូណានគាត់គឺអស់កម្លាំងខ្លាំងមែនទែនដោយសារតែប្រហែលថ្ងៃនេះគឺគាត់បានវឹកហាត់បទពិសោធន៍ជាក់ស្ដែងដែលគាត់បានស្លាប់បិសាចជុំវិញព្រៃនិងងាប់ខ្ទេចខ្ទីតែម្ដងហើយណាមួយក៏បានវឹកហាត់ទៅលើផ្នែកសរសេរនិងទ្រឹស្ដីផងដែរដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងនៅក្នុងបណ្ឌិតស្វា2លាននៅថ្ងៃខាងមុខបន្ទាប់ពីនោះផ្សាយរឿងក៏បង្ហាញទៅកាន់ទីក្រុងមួយដែលមានឈ្មោះថា Wallon the Capital City នៃ2លានហើយពេលនោះផ្សាយរឿងក៏បង្ហាញទៅកាន់តួដ៏សំខាន់ម្នាក់ផងដែរដែលបរិមម្នាក់នឹងគេបាននិយាយថាគាត់ស្ថិតនៅក្នុងគ្រួសារដែលមានអាចារ្យភាពហើយគេបាននិយាយបន្ថែមទៀតថាគាត់ជាមនុស្សម្នាក់ដែលមានទេពកោសល្យដែលអាចថាបានថាគាត់ជាមនុស្សដែលមានទេពកោសល្យគឺល្អជាងគេក្នុងអាណាចក្រមួយនេះកម្មការប្រូអាសេនិងរ៉ូណានវិញយើងក៏បានឃើញថាពួកគាត់ទាំងពីរនឹងកំពុងឈរមើលទៅកាន់កន្លែងមួយហើយនៅកន្លែងនោះយើងក៏បានឃើញថាបាសេដែលរ៉ូណានគាត់បានជួយនឹងគឺនៅទីនេះផងដែរហើយวันនេះយើងក៏បានឃើញតួថ្មីម្នាក់ផងដែរដែលគាត់មានឈ្មោះថា Warren Fantasia ដែលគាត់ជាប្រជាផ្នែកសត្វវិទ្យានៅក្នុងបណ្ឌិតស្វា2លានហើយនៅពេលនោះ Warren ក៏ចង់បើកពួយដើម្បីស្រូបយកខ្យល់អាកាសអញ្ចឹងទៅក៏តែបើកទៅជាមួយនឹងប្រូរ៉ូណានកំពុងតែផ្លោះតាមពួយនឹងតែម្ដងបន្ទាប់ Warren ក៏បានឃើញម៉ូតរបស់ប្រូរ៉ូណានហើយក៏បានធ្វើគាត់នឹងស្រែងចង់ដាច់ក្លាហើយក៏តែរ៉ូណានក៏មិនចង់ថ្វាយជាមួយនឹងអូននឹងយូរទេគាត់បានដករូងរបស់បាសៃបូខៀវគាត់បានឃើញតែម្ដងបន្ទាប់ Warren ក៏បានឃើញរូងរបស់បាសៃបូខៀវហើយក៏បានធ្វើគាត់ដឹងតែម្ដងថាម្នាក់ហ្នឹងឯងជាអ្នកជួយបាសៃបូខៀវរបស់គាត់ហើយពេលនោះពួកគាត់ក៏បាននាំគ្នាអង្គុយនិយាយគ្នាអញ្ចឹងទៅហើយរ៉ូណានក៏មកទីនេះដោយសារគាត់ចង់ឲ្យ Warren ហ្នឹងគឺស្កេតមើលទៅលើសូត្រមួយនេះបន្ទាប់ Warren ក៏បានឃើញសូត្រមួយហ្នឹងហើយក៏បានហៅថាសូត្របាសៃនៃសូបិនហើយ Warren ក៏បាននិយាយថាសូត្រមួយនេះគឺមិនមែនជាសូត្រធម្មតាទេវាគឺជាសូត្របាសៃនៃសូបិនសូត្រនៃបាសៃសូបិនវាតែងអភិវឌ្ឍតាមមជ្ឈដ្ឋានជុំវិញខ្លួនរបស់វាហើយវាតែស្រូបយកនៅម៉ាណាដែលប្លែកៗជាច្រើនដើម្បីបញ្ចូលក្នុងសូត្រមួយនេះហើយនៅពេលដែលវាញ័រមកវាក៏មិនមែនចេញជារងនៃសត្វបាសៃនោះទេហើយគាត់មិនប្រកាសទេថាវាចេញជាស្អីវាចេញតាមក្បាលវល់របស់វាក៏តែអ្វីដែលគាត់ប្រកាសនោះគឺនៅក្នុងនោះគឺវាពោពេញដោយម៉ាណា
ក៏ច្រើនប្រភេទបន្ទាប់ពីរ៉ូណានក៏បានដឹងនៅរឿងទាំងអស់នោះពេលនោះរ៉ូណានក៏បានសុំវ៉ារ៉េនឹងដើម្បីត្រឡប់ទៅវិញក៏តែពេលនោះវ៉ារ៉េក៏បានហៅរ៉ូណាននឹងឲ្យជួបសិនដោយសារគាត់ចង់សងគុណរ៉ូណាននឹងសម្រាប់ការជួយបាក់សែពណ៌ខៀវរបស់គាត់ហើយប្រូវ៉ារ៉េដូចជាខ្វះរបស់ឲ្យទៅកាន់រ៉ូណានអញ្ចឹងបាច់ឲ្យកដាស់មួយតាក់ទងអំពីរបៀបក្នុងការភ្ញាក់ពណ៌មាត់ញ៉ាឆយកាន់កន្លែងមួយយើងក៏បានឃើញថានៅកន្លែងមួយនេះវាគឺជាកន្លែងគ្រួតេបបិសោជាក់ស្ដែងក្នុងរដ្ឋសភាពីលីអនហើយយើងក៏បានឃើញថានៅទីនេះក៏មានមនុស្សជាច្រើនក៏បានធ្វើតែក្នុងបទពិសោធន៍ជាក់ស្ដែងមួយនេះផងដែរហើយពេលនោះយើងក៏បានឃើញថាប្រអស់រੂនិយមរ៉ូណានសាហ្គារបស់យើងនឹងកំពុងនៅទីនេះផងដែរហើយប្រូរ៉ូណានក៏អង្គុយដូចគ្មានច្បាស់ណាមារីសដោយសារគាត់អង្គុយឡំថ្ងៃហើយគឺមិនទាន់ដល់វែងគាត់ទៀតហើយពេលនោះយើងក៏បានឃើញថាអារយាគ្នាបានចូលរួមការធ្វើតែបទពិសោធន៍ជាក់ស្ដែងផងដែរតែចាអារយារបស់យើងនឹងក៏ជាអួតខ្លាំងមែនទែនបន្ទាប់ពីអ្នកមុនក៏បានចប់នៅការតែពេលនោះវាក៏ដល់វែងរបស់រ៉ូណានវិញម្ដងហើយរ៉ូណានក៏បាននិយាយទៅកាន់អារយាផងដែរថាគាត់នឹងត្រឡប់មកវិញទាំងលទ្ធផលគឺល្អតែម្ដងបន្ទាប់ពីរ៉ូណានក៏បានចូលមកដល់ខាងក្នុងហើយពេលនោះរ៉ូណានក៏បានឃើញប្រជាជនចំនួន5នាក់នៅក្នុងរដ្ឋសភា2ល្អហើយក្នុងចំណោមប្រជាជនទាំង5នាក់នោះរ៉ូណានក៏បានចោទរំទៅកាន់ប្រជាជន2នាក់ដែលមានដូចជាប្រជាជននៃផ្នែក Axmed Grava Grati និងប្រជាជនស្រីផ្នែក Grace Forsage Nabiros បន្ទាប់មករ៉ូណានក៏បានណែនាំឈ្មោះថាគាត់មានឈ្មោះរ៉ូណានអីអញ្ចឹងទៅហើយការធ្វើតែរបស់រ៉ូណានដំបូងហ្នឹងវាជាការវាបហាទៅកាន់មនុស្សចម្បាមនុស្សចម្បានឹងក៏មិនធម្មតាទេត្រឹមការវាអាហារធម្មតានឹងក៏អាចវាបហាវាមានស្នាមបាននោះទេហើយពេលនោះរ៉ូណានក៏មិនចង់សន្តិបាយច្រើនរ៉ូណានក៏បានប្រាស្រ័យនៃការដកដាវរបស់គាត់នៅពេលដែលប្រជាជនក្រៅវ៉ាក៏បានឃើញតែការដកដាវមួយហ្នឹងក៏បានធ្វើគាត់គ្រឿងភ្ញាក់ផ្អើលដែរក៏តែប្រជាជន2នាក់ហ្នឹងគឺអត់កណែខ្លាំងតែអាគេមិនទាន់បានប្រឡងផងងើយងាយគេបាត់ហើយប្រជាជនក្រៅវ៉ាក៏បានគិតផងដែរថាចរិតសងសអាចធ្វើជាប្រជាជនបានដែរបន្ទាប់ពីនោះរ៉ូណានក៏បានប្រាជ្ញចំហនៃការកាត់របស់គាត់ហើយក៏បានកាត់ក្បាលរបស់មនុស្សចម្បានឹងតែម្ដងបន្ទាប់ប្រជាជនណាវីរ៉ូក៏បានឃើញចំហនៃការកាត់មួយនេះក៏បានធ្វើនឹងគ្រឿងផ្អាកខ្លាំងតែនហើយពេលនោះរ៉ូណានក៏បាននិយាយថាឥឡូវក៏ធ្វើរួចហើយនៅពេលប្រជាជនក្រៅវ៉ាក៏បានឃើញចំហនៃការកាត់មួយនេះក៏បានធ្វើគាត់នឹងក៏បែកញើសស្រាក់នោះក៏ការកាត់មិញហ្នឹងគាត់គឺមើលស្ទើរតែមិនទាន់នោះទេបន្ទាប់បានឃើញបាននេះប្រជាជនណាវីរ៉ូក៏បានស្ទួយលឿនជុំដែរចិត្តករបស់រ៉ូណានម្ដងហើយក៏បានសួររ៉ូណានថាតើឯងគឺជាណាដែលហេតុអ្វីមកជាឯងចេះស្ដាយនៃការកាត់មួយនេះ